ផ្ដើមនៃសាច់រឿងរបស់យើងអេពីសូតទី1វាគឺជាសង្គ្រាមរវាងកុលសម្ព័ន្ធទាំងពីរដែលគឺជាកុលសម្ព័ន្ធអត់ក្បាំងចង់បង្កចំនួនសង្គ្រាមជាមួយព្រះដើម្បីរកនូវយុត្តិធម៌ឲ្យឋានសួគ៌ក៏ព្រោះតែភាគីខាងកុលសម្ព័ន្ធយិនសុនពួកគេបានគិតថាព្រះចន់ឈ្លាននៅជីវិតរបស់សត្វលោកនៅពេលនេះពួកគេគួរតែមករកខុសត្រូវដើម្បីកសាងអាណាចក្រទាំង3ឡើងវិញរីឯកញ្ញាពាក់របស់មុខនាងគឺមានឈ្មោះថាហឺវ៉ាន់ក៏ដូចជាទូនាទីមេកុលសម្ព័ន្ធយិនសុនអីចឹងណារីអ្នកទាំង3ម្នាក់មានស្លាមានឈ្មោះថាឈិងលន់រីឯម្នាក់មើលទៅមេធំក៏មានឈ្មោះថាទីជាងរីកញ្ញាកាន់ដាលមានឈ្មោះថាចឹងនៅបន្តមកភាគីទាំងសងខាងព្រះព្រមជាមួយកុលសម្ព័ន្ធនៃកុលសម្ព័ន្ធអក្បាំងក៏ចាប់ផ្ដើមសម្រុកចូលទៅដើម្បីប្រយុទ្ធគ្នាបរិមាណស្លាមចាប់ផ្ដើមប្រើប្រាស់នៅបច្ចេកទេសនៃពន្លឺរបស់គេចាប់ការទៅកាន់ពួកគេអស់ទៅរាជកញ្ញានេះនាងក៏កវីនៅខ្វែងរបស់នាងចោលឡើងសម្លេងកញ្ញាម្នាក់នាងក៏បានកថារាប់ពាន់ឆ្នាំមកហើយកុលសម្ព័ន្ធយីសុនម្ដាយមានភាពកើតកតំឡាយយើងក៏លេចទៅមកទីចាំងប្រើប្រាស់នបត្តិជើងរបស់គេជន់ទៅកាន់ពលទាហានរួចក៏បន្តប្រើនៅកណ្ដាប់ដៃរបស់គេចង់វាយទៅកាន់កញ្ញាម្នាក់នេះនាងក៏មានឈ្មោះថាយូជាយ៉ាវគឺជាធីតាគុជនឹងឯងអញ្ចឹងស្រាប់ពេលទីចាំងវាយប្រហារទៅកាន់នាងប៉ុន្តែនៅគណៈពេលនោះក៏មាននៅព្រះនៃសង្គ្រាមប្រើប្រាស់នៅម្រាមរបស់គេពោពេញទៅដោយចំហាយចាប់ការទៅកាន់បិសាចដែលព្រះនៃសង្គ្រាមម្នាក់នឹងគេក៏ឲ្យឈ្មោះថាណានឆាទីចាំងក៏ត្រូវបានណានឆាចាប់ការទៅកាន់គេបានដែរផ្ទុយនៃរាងកាយរបស់គេបីធម្មពលពេញទៅនឹងតាមរងហើយក្រុមពលទាហានសេនាព្រះទាំងអស់ក៏ប្រតិសបាយចិត្តមែនទែននៅពេលដែលព្រះនៃសង្គ្រាមមកដល់ប៉ុន្តែទោះបីយ៉ាងណាក៏ដោយកញ្ញាវ៉ាន់ទៅបញ្ជាអ្នកទាំងពីរសម្រុកចូលទៅឈិងឡនប្រើប្រាស់នៅចំហាយរបស់គេចលឡើងចាប់ការទៅកាន់ណានឆាប៉ុន្តែក៏គ្មានប្រយោជន៍ឡើយព្រមទៅបានចូលសងរបស់គេទៀតបន្តមកណានឆាក៏ចាប់ផ្ដើមបញ្ចេញនៅប្រាសាទរបស់គេនៃការឃុំព្រលឹងបន្ទាប់ពីការបញ្ចេញចលឡើងគេក៏ចាប់ផ្ដើមក្តាប់ហើយក៏បង្កើតចេញជាមជ្ឈលតកកមួយបន្ទាប់ពីបង្កើតចេញជាវត្តកកហើយក៏បានគប់ទៅវាក៏បែកខ្ញែកបានដែរត្រូវទៅកាន់កញ្ញាវ៉ាន់ជាហេតុក៏បានធ្វើរបាំងរបស់នាងដែលបាត់បង់នៅសម្ផស្សវាក៏ត្រូវបានបែកខ្ញែកទៅយើងក៏ហាក់ដូចជាបានឃើញនៅសម្រាប់ពេញលេញរបស់នាងហើយណានឆាបតាទៅឃើញចឹងក៏បានហៅថាវ៉ាន់វ៉ាន់ស្រាប់តែនាងក៏នៅតែបន្តវាយប្រហារទៅកាន់ណានឆាគេក៏បានទប់ទល់នឹងកិច្ចចលងព្រមទៅបានសួរថាតើចរន្តឆ្នាំនេះនាងទៅណាទៅហេតុអ្វីបានជាមនុស្សកុលសម្ព័ន្ធអាចក៏បានដូច្នេះយូស៊ីយ៉ាវនាងក៏ប្រជាមិនការប្រាំជាមួយណានឆាមែនតែនស្រាប់តែវ៉ាន់វ៉ាន់នៅតែបន្តប្រើអាវុធរបស់នាងវាយប្រហារទៅកាន់ណានឆាព្រមទៅបានស្រែកថារាំងផ្លូវរបស់យើងងាប់ទៅនៃពេលនេះជាយ៉ាវនាងក៏បានមកទប់រងចំនួនជាហេតុក៏បានធ្វើវ៉ាន់វ៉ាន់នាងក៏ហាក់ដូចជាមិនរបូរដែរនាងក៏សួរថាតើនាងគឺចរណាទៅនៃពេលនោះក៏មានសម្លេងព្រះស្រែកទាំងកំហឹងទៅកាន់វ៉ាន់វ៉ាន់ព្រមទៅបកការវាយប្រហារទៅកាន់នាងប៉ុន្តែក៏ត្រូវបានណានឆាព្រះនត្រារបស់គេទប់ទល់ព្រមទៅបានប្រាប់ថាមើលទៅវាហាក់ដូចជារឿងនេះមាននៅអត់កបាំងអ្វីមួយត្រូវបានលាក់ហើយគួរតែផ្ដល់ឱកាសឲ្យគេស្វែងរកការពិតទៅសម្លេងក៏បានតបថាណានឆាឯងប្រឆាំងជាមួយយើងដើម្បីការពារទៅលើគុលសម្ព័ន្ធលាក់បាំងមានតែគិតអំពីផលវិបាកទេនៅពេលនេះណានឆាក៏ត្រូវបានចាប់ចំណងទៅហើយគេក៏កលេចទៅមើលវ៉ាន់វ៉ាន់នៅពេលនេះនាងក៏ហាក់ដូចជាមានការរួមបញ្ចូលជាមួយនឹងកញ្ញាឈីយ៉ាវតាមពិតទៅវ៉ាន់វ៉ាន់ស្វែងរកនៅឈីយ៉ាវជាយូរមកហើយអ្នកស្មានថាឈីយ៉ាវនឹងនៅតែគោព្រះសោះស្រាប់ពេលណានស៊ីក៏បានស្រែកថាវ៉ាន់វ៉ាន់បញ្ញាប់ឡើងឈីយ៉ាវក៏ត្រូវបានព្រះវាយប្រហារទៅនាងក៏ប្រាប់ថាក៏មកឈីយ៉ាវមានការភ័យខ្លាចអីបន្តមកនាងក៏ចាប់ផ្ដើមរួមបញ្ចូលបន្តមកក៏មានគាត់ចាប់ផ្ដើមដែរគាត់នឹងវាក៏ប្រែពណ៌ពីរពណ៌ហើយអ្នកទាំងពីរក៏បានស្ថិតនៅក្នុងរបាំងធម្មពលទៅស្របពេលដែលត្រានៃព្រះក៏ចាប់ផ្ដើមបើកការវាយប្រហារទៅវ៉ាន់វ៉ាន់នាងក៏ប្រើអំណាចរបស់នាងទប់ទល់និងក៏បន្តធ្លាក់ទៅខាងក្រោមព្រមជាមួយគាត់ពីរពណ៌ក៏ដូចជាកំទេចនៅសរសៃធម្មពលទាំងអស់ហ្នឹងបន្តមកស្រាប់តែរាងកាយរបស់ឈីយ៉ាវមានការរលាយហើយរាងកាយរបស់នាងក៏បន្តធ្លាក់នៅពេលដូណានឆើក៏បានស្រែកថាវ៉ាន់វ៉ាន់នាងក៏បានត្រាំទៅយកដៃជោងតែប៉ុណ្ណោះស្រាប់ពេលអ្នកទាំងពីរនៅពេលនេះក៏បានយកដៃចាប់គ្នាមិនដឹងថាបានអត់ទេបន្តមកសាច់រឿងរបស់យើងក៏បានកាត់មកទីតាំងកន្លែងមួយយើងឃើញថានៅពេលនេះវ៉ាន់វ៉ាន់នាងហាក់ដូចជាភ្ញាក់ឡើងនៅទីតាំងកន្លែងណាមួយទេដែលនៅពេលនេះនាងក៏ត្រូវបានបរិមម្នាក់ពងតែប្រើប្រាស់នៅធម្មពលដើម្បីចាក់បញ្ចូលទៅកាន់រាងកាយរបស់នាងបន្តទៅចាក់បញ្ចូលចលនានាងក៏អាចប្រសើរឡើងបន្តមកក្មេងប្រុសហ្នឹងគេក៏បានហៅថាលោកម្ចាស់រួចក៏បានគ្រប់ថាសូមស្វាគមន៍នៅម្ចាស់ស្រីនាងពិតជាភ្ញាក់ផ្អើលមែនទែនអំពីឈ្មោះរបស់ក្មេងប្រុសហ្នឹងគេមានឈ្មោះថាជាយិនក្រែងគេគឺជាឆ្មាំលាក់កំបាំងនៃក្រុមកុលសម្ព័ន្ធយិនសុនមែនទេដែលបន្តពីសលឹងមើលទៅកាន់មុខរបស់គេនាងក៏ពិតជាភ្ញាក់ផ្អើលមែនទែនព្រោះតែនាងស្ថិតនៅក្នុងរាងកាយរបស់ម្ចាស់នៃក្រុមកុលសម្ព័ន្ធយិនសុនដូច្នេះហើយបើសិនជាយិនដឹងថានាងក៏មិនជាវិញ្ញាណរបស់ម្ចាស់គេតើគេនឹងទុកជីវិតឲ្យនាងឬទេបន្តពីកាត់ចឹងហើយនាងក៏មានអារម្មណ៍ថាសៀវហើយក៏សួរទៅកាន់ជាយិនថានៅពេលនេះតើកុលសម្ព័ន្ធរបស់ពួកយើងប្រើប្រាស់នៅអ្វីដែលជាវិធីសាស្ត្រវេទមន្តតែគេក៏បានតបថាវិធីសាស្ត្រនៃការកោះហៅព្រលឹងវាគឺជាអាវុធវេទមន្តសម្រាប់សម្គាល់របស់លោកម្ចាស់បើសិនជាប្រើប្រាស់នៅវិធីសាស្ត្រដែលបង្ខំប្រកាសជាមានការប៉ះពាល់នេះបើសិនជាមានអ្វីមួយខុសឆ្គងសូមផ្ដល់ឱកាសឲ្យគេនៅក្នុងការលុបលាងកំហុសផងដោយនាងក៏តបថាអញហៅយើងថាម្ចាស់ស្រីដូច្នេះហើយប្រាប់យ៉ាងមកហើយអ្វីបានជាឯងនៅកន្លែងងងឹតបែបនេះ
ជាយន្តគឺក៏ប្រាប់ថាឈ្មោះរបស់ម្ចាស់ស្រីគឺជាហឺវ៉ាន់ដែលគឺជាកញ្ញាវ៉ាន់វ៉ាន់នឹងឯងកាលពី10000ឆ្នាំមុនបន្ទាប់ពីសឺហាស្លាប់ទៅកុលសម្ព័ន្ធទាំង7នៃពិភពនៃអាត់កបាំងពួកគេក៏បានតស៊ូប្រយុទ្ធដើម្បីតំណែងនៃម្ចាស់កុលសម្ព័ន្ធអាត់កបាំងថ្មីដែលសារទៅវាវែងពេកនាងក៏ប្រាប់ទៅកាន់គេឲ្យសង្ខេបមកគេក៏បានសង្ខេបថាបន្ទាប់ពីវ៉ាន់វ៉ាន់បានក្លាយជាម្ចាស់ស្រីនៃកុលសម្ព័ន្ធលាក់បាំងនៅពេលនោះនាងក៏បានដឹកនាំនៅមនុស្សជាច្រើនដើម្បីទៅប្រយុទ្ធប្រឆាំងជាមួយត្រកូលព្រះប៉ុន្តែជាអកុសលការវាយប្រហារវាក៏ត្រូវបានប្រាជ័យប៉ុន្តែក៏ជាសំណាងល្អគេក៏បានគុជវិញ្ញាណបន្តមកគេក៏ប្រើនៅគុជវិញ្ញាណនឹងដើម្បីស្ដារឡើងនៅរាងកាយរបស់វ៉ាន់វ៉ាន់ត្រឡប់មកជាតម្រងដើមវិញមកដែលបន្តមកវ៉ាន់វ៉ាន់នាងក៏បានគិតថាតាមពិតទៅនាងការប្រមុនគឺជាគុជអមតៈឬក៏ហៅថាទេពអសរគុជដែលបន្តពីការរកបញ្ចូលជាមួយធម្មជាតិនិងគុជនៅពេលនោះវាក៏បានធ្លាក់ទៅលើដៃរបស់ជាយន្តដូច្នេះហើយគេក៏បានកោះហៅនិងស្ដារឡើងវិញមើលទៅក៏ប្រហែលជាគេកោះហៅនៅវិញ្ញាណច្រឡំហើយក៏ច្រឡំស្រាប់តែជាយន្តគេក៏បានចាប់ដៃរបស់នាងព្រមទាំងចាប់បញ្ចូលធម្មពលហើយក៏និយាយថានៅពេលនេះអំណាចធម្មពលរបស់នាងគឺមានតែ 10% តែប៉ុណ្ណោះហើយដួងព្រលឹងរបស់នាងក៏មិនថត់ថេរឡើយគេក៏ប្រាប់ទៅកាន់នាងគូតែក្នុងបឹងឆាន់យូដើម្បីត្រាំទឹកទៅដោយបន្តមកវ៉ាន់វ៉ាន់នាងក៏បានធ្វើតាមកន្លែងនេះមានក៏សូមប្រាប់បន្តិចថាមើលតែវ៉ាន់វ៉ាន់នឹងក៏ប្រហែលជាមិនវ៉ាន់វ៉ាន់ពិតប្រាកដទេព្រោះតែសបកកាយរបស់នាងគឺជាវ៉ាន់វ៉ាន់នឹងឯងប៉ុន្តែកាយវិការនិងចរិតរបស់នាងក៏មិនជាវ៉ាន់វ៉ាន់ឡើយបើតាមការស្មានរបស់មានប្រហែលជាយ៉ាវនឹងឯងដោយបន្តមកនាងក៏បានឆ្លោះមើលមុខរបស់នាងហើយក៏បានគិតថាហេតុអ្វីទៅបានជាមុខរបស់ម្ចាស់កុលសម្ព័ន្ធអាតកបាំងមាននៅមុខមាត់ដូចជានាងម្ល៉េះប៉ុន្តែនៅពេលនេះឈប់គិតច្រើនតែក៏ព្រោះតែនាងក៏ត្រូវបានរស់ឡើងវិញព្រមទាំងបានคลายនៃម្ចាស់អាត់កំបាំងទៅហើយមិនថាបើទៅបីជាគិតច្រើនប៉ុណ្ណាក៏គ្មាននៅចម្លើយឡើយហើយបើសិនជានាងចង់ត្រឡប់ទៅកាន់ឋានសួគ៌តាម9វិញវាដូចជាការត្រឡប់ទៅរកទីបញ្ចប់ចឹងឯងក៏ប៉ុន្តែបើសិនជានាងនៅទីនេះអត្តសញ្ញាណពិតរបស់នាងប្រកាសជាត្រូវបានលាតត្រដាងជាមិនខានឡើយស្រាប់តែដកែភ្នែករបស់ជាយន្តចាប់ផ្ដើមបើកនាងក៏បានកលេចទៅឃើញថាណោថាមែនដូចជាការគិតរបស់នាងហើយគេច្បាស់ជាសង្ស័យខ្ញុំដោយជាយន្តគេក៏បានគិតថាហេតុអ្វីបានជាម្ចាស់ស្រីមិនមើលមុខរបស់គេចឹងឃើញមុខរបស់គេដូចជាអៀនណាមិនទេមើលទៅមិនដូចជាការមុនសោះឬមិនក៏លោកម្ចាស់ស្រីខាងខ្ញុំរឿងអ្វីមួយក៏មិនដឹងនៅកណ្ដាលពេលនោះស្រាប់តែម្ចាស់ស្រីគេចាប់ផ្ដើមសែករាងកាយចាប់ផ្ដើមហោះឡើងទៅលើព្រមជាមួយចំហាយសម្រេចនឹងចំហាយក៏បានដឹងដល់ណានឈើឬគេក៏បានហោះទៅស្រែកថាវ៉ាន់វ៉ាន់ដែលយើងក៏មិនដឹងថាណានឈើនៅពេលនេះគេខ្លាចជាអ្វីទេគេទៅមកចិញ្ចឹមគេក៏បានការពារនៅម្ចាស់ស្រីរបស់គេចាប់ការទៅកាន់បិសាចដោយសារតែបិសាចវាស្រែកឃ្លាននៅចំណៃពេករេវ៉ាន់វ៉ាន់នៅកណ្ដាលពេលនេះរាងកាយចាប់ផ្ដើមដែតឡើងទៅលើព្រមជាមួយចំហាយសាយភីរាជាយន្តទៅបន្តចាប់ការទៅលើបិសាច1212ចឹងនៅពេលនេះបិសាចពីរក្បាលវាក៏សម្រុកចូលទៅរកម្ចាស់ស្រីប៉ុន្តែក៏ត្រូវបាននាងស្រីចំហាយមកវាស់តែប៉ុណ្ណោះក៏បានធ្វើអ្វីៗឲ្យលេចអស់ទៅហើយជាយន្តក៏មានអារម្មណ៍ថាសប្បាយហេភីមែនតែនព្រោះតែដួងព្រលឹងរបស់ចវាយស័យរបស់គេមាននៅការថិតថេរហើយស្រាប់តែគេក៏លេចទៅមើលរាងកាយរបស់ចវាយស័យស្រាប់តែមានអារម្មណ៍ថាអាយុជាមចំអស់ហើយគេក៏បានសុំទោសដែលថាគេគ្មានចេតនាទេប៉ុន្តែក៏ត្រូវបានចវាយស័យរបស់គេវាយប៉ើងទៅប៉ើងប្រហែលជា90សម័យចឹងណាបឋមគេក៏បានចាប់អារម្មណ៍ថានេះគឺជាចំហាយរបស់ព្រះតានេះគឺជាណានឈើមែនទេនេះប៉ុណ្ណោះនាងក៏ភ័យពេកស្រែកថាមែនហើយរួចក៏បានដាក់មេត្រូវទៅនៅពេលនោះជាយន្តគេក៏បានប្រើប្រាស់នគុជរបស់គេ teleport ព្រមទាំងបាននាំនៅចវាយស័យរបស់គេចាក់ចែងពីទីនេះទៅមកដល់ទីតាំងកន្លែងមួយបឋមនាងក៏ប្រយ័ត្នអារម្មណ៍ថាសេតមែនតែនព្រោះថាការល្អបែបនេះបែរជាមិនអាចចាក់ចែងពីអបនផុតសោះដែលបឋមជាយន្តក៏ប្រាប់ទៅកាន់ចវាយថានៅពេលនេះរបួសរបស់ចវាយមិនទាន់ជាទេយឡនៅពេលជួបណានឈើលើក្រោយគួរតែរត់ទៅព្រោះតែវាមិនជាអាការនៅក្នុងការសងសឹកឡើយនៅពេលដែលឆ្មាំទាំង3នៃគោសម្ព័ន្ធរបស់យើងត្រូវបានជួបជុំនោះវាក៏មិនយត់ពេលនៅក្នុងការសងសឹកជាមួយតកោព្រះឡើយអញ្ចឹងអេដមីនក៏សូមប្រាប់ឲ្យទៅជាយន្តនឹងគឺជាឆ្មាំម្នាក់នៅក្នុងចំណោមឆ្មាំទាំង4នៃក្រុមគោសម្ព័ន្ធអាត់កបាំងនឹងឯងដោយនាងក៏បានកថាបើសិនជានាងមានអាការនៅក្នុងការឡើងទៅកាន់ឋានសួគ៌វិញនាងក៏ប្រហែលជាមានអាការនៅក្នុងការរត់ចាក់ចែងពីពួកគេហើយដោយជាយន្តគេក៏បានកថាថ្ម teleport ប្រហែលជា teleport ពួកយើងមកកាន់ទីតាំងតំបន់បៃឡានយានហើយដែលសារតែឃើញវាស្ងាត់ពេកគេក៏បានកូននៅកណ្ដឹងបឋមចំហាយគេចាប់ផ្ដើមសាយភាយដោយនាងក៏ហាក់ដូចជាមានអារម្មណ៍ថាផិតភ័យមែនតែនគេក៏បានប្រាប់ថាតាមពិតទៅបៃឡានយានបើទៅបើជាមើលទៅវាគួរឲ្យភ័យខ្លាចមែនប៉ុន្តែវាគឺជាសត្វចម្លែកដែលមើលទៅគួរឲ្យស្រឡាញ់ទេដោយសារតែផ្សៃនឹងមើលទៅវាគួរឲ្យញ៉ៃញ៉ៃពេកបឋមជាយន្តគេក៏បានចាប់ការទៅបន្ទាប់ពីការចាប់ការនៅផ្សៃទាំងអស់ហ្នឹងហើយវាក៏បានប្រែក្លាយទៅជាកូនសត្វមើលទៅមិនដូចជាសត្វស្អីខ្លះទេវាដូចជារូបរាងកូនដៃនេសាចឹងណាបន្ទាប់ពីឃើញមុខរបស់ជាយន្តវាក៏មាននៅការភ័យខ្លាចទម្លាក់នៅគ្នារបស់វាចាអស់ទៅវ៉ាន់វ៉ាន់នាងក៏បានកថាបន្ទាប់ពីស្នាក់នៅទីនេះវាក៏ដូចជាគ្មានអាការនៅក្នុងការចាក់ចែងទេនៅកណ្ដាលពេលនោះស្រាប់តែមានលបឿនពេជ្រលឿនមែនតើសម្ដៅមកកាន់ពួកគេក៏ប្រញាប់កិច្ចថយក្រោយទៅអញ្ចឹងយើងក៏បានឃើញថាមុខរបស់វាគឺជាសត្វខ្លាឃ្មុំតែប៉ុណ្ណោះបញ្ចេញអំណាចចលនស្រាប់តែចំផ្កាប់មុខទៅហើយវ៉ាន់វ៉ាន់នាងក៏បានគិតថាមុខរបស់វាពិតជាខ្ជូតមែនតើវានឹងមែនទេដែលគឺជាបៃឡានយ៉ាងនោះអញ្ចឹងបិសាចខ្លាឃ្មុំនោះគេក៏មានឈ្មោះថាឈឺបៃបន្តែពេលឃើញម្ចាស់ហើយវាក៏បានធ្វើហាប៉ុន្តែបន្ទាប់ពីជាយន្តហៅវាថាសត្វចិញ្ចឹមវាក៏ពិតជាខឹងមែនតើក៏ដេញវាយជាយន្តចោលឡើងទៅប៉ុន្តែជាយន្តក៏បានកិច្ចព្រមជាមួយនឹងការឌឺ
បន្ទាប់ពីការកាច់ចិត្តឡើងហើយជាយន្តគេក៏បាននិយាយថាឯហ៊ានធ្វើនៅចរិតបែបនេះនៅចំពោះម្ចាស់ផងឯងគេក៏នៅតែបន្តដេញវាយទៅកាន់ជាយន្តគេក៏បានរត់ចុះឡើងជាហេតុក៏បានធ្វើវ៉ាន់មានការ stress មែនតែននៅពេលនោះស្រាប់តែមេស្លឹកអាស័យវាក៏បានជ្រុះមកព្រមជាមួយនឹងកញ្ញាបាំងតាំងយូម្នាក់នាងក៏បានចាំមកជន់ទៅលើស្លឹកអាស័យមើលទៅវាពិតជាលយអែមែនតែនដែលនាងក៏មានឈ្មោះថាបៃឡានយាននឹងឯងគឺជាអង្គរៈមួយនៅក្នុងចំណោម4នៃអង្គរៈការពាររបស់ម្ចាស់ក៏សម្ព័ន្ធអាចកំបាំងនាងក៏បានស្រែកថាតើរណាគេប៉ះពាល់ទៅលើខ្លាឃ្មុំរបស់នាងក៏ស្រោបទៅជាមួយគ្នាប្រសើរទី1ក៏ស្លេះកន្លែងនឹងឯង